ស្ដីទាំងអស់គ្នាខ្ញុំសងថ្ងៃនេះយើងមកបន្តសាច់រឿងយន្តនៃរឿង Ultimate កាយចាស់ដែលជាភាពបន្តសម្រាប់អ្នកចង់បាក់កាហ្វេខ្ញុំអាចដូនេតតាម QR នេះបានតិចឬច្រើនខ្ញុំទទួលយកទាំងអស់អញ្ចឹងកុំឲ្យរងចាំពេលយូរតោះខ្ញុំបានបដិសេធផែនការនេះតាំងពីដំបូងមកម្លេះខ្ញុំក៏មានគម្រោងដោះលែងចំណាត់ខ្មាំងដែរការពិតគឺថាខ្ញុំមិនចង់ធ្វើបែបនេះទេប៉ុន្តែប្រធានបានស្រែកឡើងភ្លាមថាខ្ញុំមិនអាចនិយាយវាបានទេព្រោះអ្នកផ្សេងទៀតកំពុងស្រែកប្រាប់ខ្ញុំឲ្យសម្លាប់គេសម្លាប់មេធ្មប់ខ្ញុំចង់មានន័យថាគាត់បានស្រែកប្រាប់ឲ្យសម្លាប់មេធ្មប់ការពិតគឺខ្ញុំត្រូវបានជំរុញឲ្យជួយសង្គ្រោះចំណាត់ខ្មាំងសារក្រមទៅបានអនុម័តរួចហើយលើពីនេះទៅទៀតអ្នកបានកំពុងចាប់ពង្រត់មនុស្សមួយចំនួនធំអ្នកបានយកក្រុមគ្រួសារមិត្តភ័ក្តិនិងគូស្នេហ៍របស់ពួកគេធ្វើជាចំណាត់ខ្មាំងហើយបង្ខំពួកគេអបិយយុទ្ធតែដូចគ្នានឹងការបញ្ជូនពួកគេទៅរកសេចក្តីស្លាប់ខណៈពេលដែលអ្នកកំពុងបោះចោលរបស់ទាំងនោះដូចជាសម្រាមតែអ្នកកំពុងនិយាយថាជីវិតរបស់អ្នកមានតម្លៃមែនទេវាជាជំរើសដែលអ្នកបានធ្វើគ្រាន់តែទទួលយកវាដោះលែងមេដឹកនាំ Baskin 2 នាក់ហើយចាប់ពួកគេ Emily យើងត្រូវទទួលបានព័ត៌មានបាតុភិហេតុនេះវាជាបញ្ជាពីព្រះអង្គម្ចាស់ដ៏មានឫទ្ធានុភាពរបស់ខ្ញុំអ្នករាល់គ្នានឹងត្រូវសម្លាប់ខណៈពេលដែលកំពុងប្រែចិត្តពីអំពើបាបរបស់អ្នកយើងទទួលបានលេខធំយើងនៅទីនេះចូលយើងចាប់នាងជាក្រុមហើយសម្លាប់នាងដោយថានរអញ្ចឹងខ្ញុំនឹងទទួលយកការសម្លាប់កុំឈ្មោះជាមួយខ្ញុំអីអ្នកជាអ្នកដែលត្រូវគេសម្លាប់សត្វដែលមានចរិតទាបតែងតែព្រោះមុនគេទោះជាណាក៏ដោយអ្នករត់គ្នាជាមនុស្សថោកទាបសមនឹងទទួលបានអ្វីក្រៅពីស្ដីស្លាប់ត្រូវគេកំទេចដូចជាសត្វល្អិតចឹងខ្ញុំមិនចង់ស្លាប់ទេខ្ញុំឈ្មោះហ្គាប្រធានក្រុមក៏សម្ព័ន្ធចចខ្ញុំមិនអាចអនុញ្ញាតឲ្យខ្លួនឯងស្លាប់នៅកន្លែងបែបនេះបានទេព្រះជាកមនុស្សនោះបាននិយាយថាវាជាវត្ថុវេទមន្តដ៏មានអានុភាពមកកាតាមាTeleport នេះអាច Teleport មកខ្ញុំបានក្នុងសារភាពបែបណាក៏ដោយគួរតែអាចរត់គេចខ្លួនតែម្នាក់ឯងពីទីនេះបានទេយើងនឹងស្នើសុំការគាំទ្រពីប្រទេសមួយផ្សេងទៀតហើយធ្វើឲ្យពិភពលោកទាំងមូលវាប្រហារប៉មយ៉ាបន្ទាប់មកខ្ញុំនឹងរាយការណ៍ពីគ្រោះថ្នាក់នៃមេធ្នស់ប៉មយ៉ាទៅពេលដែលខ្ញុំត្រឡប់ទៅសម្ព័ន្ធភាពសាស្ត្រដេឆានវិញនេះមិនមែនជាការរត់គេចខ្លួនទេវាគ្រាន់តែជាការដកថយចាំបាច់មួយដើម្បីរាយការណ៍ពីគ្រោះថ្នាក់មេធ្នស់ប៉មយ៉ាTeleport មកកាតាមាបានជួយខ្ញុំចេញពីទីនេះនោះហើយជារីបាតហេតុអីតើគាត់ក៏មានរឿងនោះដែរឬតើនោះជាអ្វីមានរឿងបែបកើតឡើងតើនោះជាអ្វីទៅមិនល្អទេខ្ញុំត្រូវបោះចោលវាហើយចង្រៃមែននោះជាអ្វីទៅធ្វើតើនោះមកកាតាមាឈាមភ្លុះតាមពិតទៅវាជាវត្ថុមួយដែលប្រែក្លាយយើងទៅជាវត្ថុបូជានិងប្រែក្លាយយើងទៅជាសត្វចម្លែកឬអ្វីមួយខ្ញុំត្រូវគេបោកមកកាតាមានេះមិនមែនជាវត្ថុសម្រាប់Teleport ទេរបស់មិនសមរម្យមួយនៅទីបញ្ចប់ច្រកចក្រភព Dragon New ពិតជាបានប្រើប្រាស់យើងជាកូនអុកដែលអាចចោលបានមែនខ្ញុំមិនគួរជឿទេ